វាពិបាកបងដោយសារអីប្រជាកសិករដោយសារតែវគ្គមុនកោចាស់ថោកអញ្ចឹងបងដឹងស្រាប់ហើយអញ្ចឹងប្រជាកសិករក៏ចាប់ផ្ដើមស្បើយក៏អត់សូវចង់ចិញ្ចឹមទេហើយណាមួយដោយសារអីយើងឥឡូវយើងបិទច្រកអត់សូវយកនាំចូលផងអញ្ចឹងវាខ្សត់គោក្នុងស្រុកយើងអញ្ចឹងយើងពិបាកទិញឥឡូវគោសបកក្នុងមួយប៉ាយើងអាចទិញ1គីឡូវា1,500ពីមុនចន្លោះពី3,000ទៅ9,000ខ្ញុំប្រម៉ូទទិញខេត្តបាត់ដំបងយើងហ្មងអាហ្នឹងប្រម៉ូទទិញច្រើនខេត្តផ្សេងក៏អាចទិញដែរប៉ុន្តែតើខេត្តយើងអស់ហ្មងគាត់ថាអត់លេងមានហ្មងឬក៏នេះបានយើងអាចទៅឈានទៅដល់ខេត្តផ្សេងហ្មងអាជីវកម្មខ្ញុំបែបកសិដ្ឋានបំពន់អញ្ចឹងខ្ញុំចិញ្ចឹមមិនមែនយកពូជមកខ្លួនឯងតទេខ្ញុំទិញពីប្រជាកសិករអញ្ចឹងបើប្រជាកសិករគាត់ផ្អាកឈប់ចិញ្ចឹមគឺខ្ញុំជួបផលបាក់ច្រើនដោយសារអីខ្ញុំអត់មានកោទេសម្រាប់ខ្ញុំអាចពីនេះទៅប្រជាកសិករថាគួរតែចាប់ផ្ដើមចិញ្ចឹមតិចតួចទៅសេរីដោយសារអីឥឡូវតម្លៃទីផ្សារយើងល្អឥតខ្ចោះហ្មងអញ្ចឹងបើយើងអត់ចិញ្ចឹមទេវាខាត